ta đây mà đang ở miền Pành Hà khôi cả liền tao miền cả tao vậy thôi hỡi chủng ngư một hết ná hay là ca pra năm bạn ná đây mình bạc bò tao cả liền bao giờ bà cho mình số bộ mang phone chỉ group nâng chỉ là như bạn xui chỉ chán để tao nâng Pành Hà khôi cả liền chứ ngày này ní bao phone đỡ hay tha khôi cả liền để khôi tầm lòng đúng cứ pizza cứ biết tầm muối bà còn là can gì được nè bạn này tha cả liền bao giờឬក៏តម្រង់នោមអញ្ចឹង pizza បច្ចេកទេហៅថា kidney បាទអញ្ចឹងថ្ងៃនេះខ្ញុំសូមបកស្រាយពីបញ្ហាដែលបណ្ដាលឲ្យខូចកលៀនហើយនឹងការការពារព្រោះអីដូចខ្ញុំបាននិយាយពីវីដេអូមុនហើយកោសិកា2នៅក្នុងរាងកាយសរីរាង្គ2នៅក្នុងរាងកាយទី1គឺខួរក្បាលទី2គឺកលៀនរបស់យើងកាលណាវាខូចហើយគឺពិបាកក្នុងការវិលត្រឡប់មកវិញណាមានតែការវះកាត់ឬក៏ការជួសជុលឬការផ្លាស់ប្ដូរអញ្ចឹងទី1គឺបញ្ហាខួរក្បាលរបស់យើងអញ្ចឹងខួរក្បាលដល់ពេលដែលវាមានបញ្ហាហើយគឺពិបាកក្នុងការវិលត្រឡប់មកវិញបាទដូចជាអ្នកដែលមានបញ្ហាភ្លេចភ្លាំងជាអ្នកដែលវង្វេងបាទអញ្ចឹងពេលណាខូចហើយគឺពិបាកហើយទី2តើតើបញ្ហាកលៀនរបស់យើងហ្នឹងឯងតែយើងហៅថាតម្រង់នោមឬក៏ហៅថាកលៀនតាមបងប្អូនហៅអញ្ចឹងបញ្ហានៃការខូចយើងមើលឃើញថាមានកត្តាមួយចំនួនទី1តើតើនឹងបញ្ហាជំងឺលើសឈាមបាទលើសសម្ពាធឈាមទី2តើតើនឹងបញ្ហាជំងឺទឹកនោមផ្អែមទី3តើតើជាមួយនឹងការប្រើថ្នាំបាទហើយនឹងទី4ក៏យើងមើលឃើញថាអ្នកជំងឺទឹកនោមប្រៃក៏បណ្ដាលឲ្យមានបញ្ហាខូចតម្រង់នោមដូចគ្នាអញ្ចឹងអ្នកជំងឺដែលមានបញ្ហាលើសសម្ពាធឈាមសូមបងប្អូនធ្វើយ៉ាងណាពីថ្ងៃនេះទៅតែខ្លួនយើងដឹងថាយើងមានបញ្ហាលើសសម្ពាធឈាមហើយយើងកំពុងតែព្យាបាលហើយទី1ពុកម៉ែបងប្អូនត្រូវតែប្រឹក្សាជាមួយនឹងគ្រូពេទ្យហើយតាមបានន័យថាយើងយកជំងឺរបស់យើងឬក៏សុខភាពរបស់យើងហ្នឹងទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យដែលមានឯកទេសផ្នែកជំងឺសរសៃឈាមឬជំងឺបេះដូងហ្នឹងដើម្បីឲ្យលោកព្យាបាលយើងដើម្បីយកកំណត់យោបល់របស់លោកហ្នឹងធ្វើយ៉ាងណាដើម្បីសុខភាពរបស់យើងល្អអញ្ចឹងពីខ្ញុំទៅវិញអ្នកជំងឺលើសសម្ពាធឈាមទី1ត្រូវប្រឹក្សាជាមួយគ្រូពេទ្យដែលបានទៀងទាត់ទី2អាហារដែលពុកម៉ែបងប្អូនត្រូវតមដាច់ខាតគឺការហូបប្រៃបាទបងប្អូនធ្វើម៉េចហូបបានសាបបាទហូបបានសាបអំបិលក្នុងមួយថ្ងៃបើយើងគិតទៅក្នុងមួយថ្ងៃ24ម៉ោងហ្នឹងគឺស្មើនឹង1ស្លាបព្រាកាហ្វេបាទមកស្មើ1ស្លាបព្រាកាហ្វេអញ្ចឹងកាត់ទៅមកអាហារកែច្នៃមួយចំនួនមានអំបិលរួចទៅហើយទឹកជ្រលក់មានអំបិលរួចទៅហើយអញ្ចឹងពុកម៉ែបងប្អូនដែលមានបញ្ហាជំងឺសម្ពាធឈាមនេះបាទបើសិនអាចទេកុំប្រើទឹកជ្រលក់កុំប្រើអំបិលឬក៏ប្រើអាហារកែច្នៃងាកមកប្រើអាហារសរីរាង្គមានបន្លែមានផ្លែឈើដែលទុំអត់ផ្អែមហ្នឹងដើម្បីជួយរាងកាយរបស់យើងទី2អ្នកជំងឺទឹកនោមផ្អែមដែលខ្ញុំបាននិយាយច្រើនដែរហើយតើតើបញ្ហាជំងឺទឹកនោមផ្អែមហ្នឹងទី1ពុកម៉ែបងប្អូនត្រូវការប្រើថ្នាំឲ្យបានទៀងទាត់ប្រឹក្សាជាមួយនឹងគ្រូពេទ្យថាប្រើថ្នាំគ្រាប់ឬក៏ប្រើអាំងស៊ូលីនដើម្បីជួយធ្វើយ៉ាងណាដើម្បីឲ្យតម្រង់នោមរបស់យើងល្អហើយការប្រើថ្នាំនឹងទៀតគឺការទៅពិនិត្យសុខភាពឲ្យបានទៀងទាត់រៀងរាល់1ខែម្ដងឬ2ខែម្ដងឬ3ខែម្ដងទៅតាមអ្វីដែលគ្រូពេទ្យបានណាត់បាទសូមពុកម៉ែបងប្អូនកុំព្យាយាមព្យាបាលដោយខ្លួនឯងពុកម៉ែបងប្អូនមួយចំនួនមានជំងឺទឹកនោមផ្អែមតែមិនអាចគឺថាមិនគួរណាមានបញ្ហាខូចតម្រង់នោមទេតែដោយសារអីការជឿតាមអ្នកនេះជឿតាមអ្នកនោះគិតថាពេទ្យនេះល្អគិតថាពេទ្យនោះល្អគិតថាចំណីអាហារនេះល្អគិតថាការប្រើថ្នាំនេះល្អប្រើនៅនេះតិចប្រើនៅនោះតិចជឿនេះតិចជឿនោះតិចចុងក្រោយខ្លួនយើងមកវិញអត់ដឹងថាយើងប្រើអីបាទហើយមែនតើទៅអត់ដឹងថាខ្លួនឯងគួរទៅពេទ្យណាទៀតដោយសារការស្ដាប់គេច្រើនពេកបាទហើយជាពិសេសគឺតាក់ទងមួយថ្នាំឬឈើខ្ញុំសូមពុកម៉ែបងប្អូនតាក់ទងមួយការថ្នាំឬឈើនេះសូមឲ្យការជឿហ្នឹងយកសតិយកបញ្ញាយើងទៅគិតយកទៅជឿពុកម៉ែបងប្អូនខ្លះទៅដកឬឈើបាទទាំងដើមទាំងឫសយកមកឲ្យច្រាមចូលនេះឲ្យយកទៅដាំដើម្បីយកមកព្យាបាលជំងឺទឹកនោមផ្អែមជាតិដល់ថ្ងៃនេះឲ្យពុកម៉ែបងប្អូនការជឿការគិតនេះគឺប្រើសតិប្រើបញ្ញាខ្ញុំសូមខ្ញុំឃើញច្រើនមែនតើហើយខ្ញុំស្ដាយតែគ្រប់យ៉ាងទាំងអស់សុខភាពគាត់ល្អការប្រើថ្នាំគ្រប់គ្រងជាតិស្ករបានល្អទាំងអស់គេអាចតែមាននឹងឃើញល្អតែមួយរយៈពេលចាប់6 7ខែ1ឆ្នាំ2ឆ្នាំក្រោយចាំតែមើលឃើញគាត់ចាប់ដើមប្រែប្រួលសុខភាពទី1គឺមុខគាត់ឡើងស្ពុលភ្នែកគាត់ឡើងហើមស្បែកគាត់ឡើងស្អាប់ហើយមើលទៅគាត់មានភាពស្លេកឆ្លាំងដល់ពេលជួសជុលមើលទៅគ្រប់យ៉ាងទាំងអស់គឺដំណាក់កាលមួយដែលយើងអាចជួយគាត់បានដល់ពេលយើងសួរគាត់ត្រឡប់ទៅវិញទី1គាត់ប្រជុំថ្នាំពេទ្យទី2គាត់ហូបតាមអ្វីដែលគេណែនាំជាពិសេសគឺថ្នាំឬឈើបាទអញ្ចឹងខ្ញុំសូមពុកម៉ែបងប្អូនអ្នកជំងឺទឹកនោមផ្អែមសូមការតាមដានហើយត្រូវដឹងថារបបអាហារមួយណាដែលយើងគួរហូបនិងមួយណាដែលមិនគួរហូបអញ្ចឹងអ្នកដែលគួរហូបឬក៏របបអាហារដែលគួរហូបនិងមិនគួរហូបហ្នឹងគឺតាក់ទងជាមួយនឹងប្រៃតាក់ទងមួយផ្អែមបាទបើអាចទេសូមបញ្ឈប់ទៅហើយបងប្អូនកុំគិតថាខ្ញុំអត់ហូបផ្អែមមិនមានកម្លាំងការដែលយើងមានកម្លាំងនេះមិនមែនដោយសារសារជាតិផ្អែមដែលយើងហូបឬក៏យើងដូចជាភេសជ្ជៈផ្អែមឬក៏ជាតិស្ករដែលយើងញ៉ាំចូលធ្វើឲ្យយើងមានកម្លាំងទេការមានកម្លាំងគឺដោយសារប្រូតអ៊ីនដោយសារជាតិអាល់កាឡាំងដោយសារជាតិ fiber បើនិយាយឡើងក្នុងចំណីអាហារទាំងអស់គឺមានរសជាតិផ្អែមរួចទៅហើយបាទទី3តើតើអ្នកដែលគាត់ប្រើថ្នាំបាទហៅពួកក្រុម NSAID បាទក្រុម NSAID នេះគឺមានពួកអង់ទីប៊ីយោទិកមានថ្នាំសម្រាប់ការឈឺចុកចាប់បាទមួយចំនួនបងប្អូនឈឺក្បាលឈឺជង្គង់ឈឺសន្លាក់ទៅព្យាបាលដល់ខ្លួនឯងបាទឈឺចុកចាប់ឲ្យតើថ្នាំទិញទៅខ្លួនឯងហើយអត់ដែលបានឆៃសុខភាពនេះគឺជាបញ្ហាដែលគ្រោះថ្នាក់បំផុតបាទហើយមួយទៀតគឺតាក់ទងជាមួយនឹងការសរសៃឈាមមួយចំនួនដែលវាទៅចិញ្ចឹមកលៀនរបស់យើងនោះវាខូចតែខ្លួនវាបាទវាខូចតែខ្លួនវាក៏អាចធ្វើឲ្យមានបញ្ហាដូចជាការប៉ះទង្គិចអីចឹងទៅវាធ្វើឲ្យការសរសៃឈាមឬក៏ការទៅចិញ្ចឹមកលៀនបានគ្រប់គ្រាន់ក៏ធ្វើឲ្យកលៀនមកខូចដែរអញ្ចឹងមួយទៀតតាក់ទងនឹងការប៉ះទង្គិចហ្នឹងឯងអញ្ចឹងត្រឡប់មកវិញថាបញ្ហានៃការខូចកលៀននេះសូមពុកម៉ែបងប្អូនព្យាយាមក្នុងការយកចិត្តទុកដាក់ឲ្យថែទាំកលៀនរបស់យើងដូចខ្ញុំនិយាយដដែលថាកលៀននេះមួយខួរក្បាលនេះពីរតែខូចហើយគឺពិបាកណាស់ហើយបើសិនជាកលៀនរបស់យើងខូចតើយើងធ្វើម៉េចជំរឿនមានតែពីរទេពុកម៉ែបងប្អូនទី1គឺការលាងឈាមអាចលាងមួយអាទិត្យ2 ដងទៅ 3 ដងឬក៏3ថ្ងៃលាងម្ដងពុកម៉ែបងប្អូនសម័យមើលថា
liên chiêm nơi sọc dướng ai không liên mà đó cho lọc pi mà rồi 50 tới 200អាច300ទៅតាមស្ថានភាពរបស់យើងទៅតាមសរីរាង្គឬក៏ការតាមជីវជាតិដែលរាងកាយរបស់យើងត្រូវការពេលខ្លះយើងត្រូវលាងឈាមមកយើងត្រូវការបញ្ជាក់ albumin ចូលទៅថែមយើងត្រូវការមានសេរ៉ូមានអីដើម្បីជួយសុខភាពរបស់យើងថែមអញ្ចឹងចំណាយលុយកាន់តែច្រើនចូលតោះថាឥឡូវលាងម្ដង$200ក្នុងមួយអាទិត្យ3ដងអញ្ចឹងមួយអាទិត្យយើងចំណាយអស់$600អញ្ចឹងក្នុងមួយខែមាន4អាទិត្យអញ្ចឹងយើងចំណាយអស់ប្រមាណបាទហើយការលាងឈាមនេះមិនធ្វើឲ្យយើងត្រឡប់មកធម្មតាវិញទេការលាងឈាមគ្រាន់តែការជួយពន្យាការស្លាប់របស់យើងជួយពន្យាការស្លាប់របស់យើងបងប្អូនលាងឈាមឲ្យបានទៀងទាត់ជីវិតរបស់យើងអាចរស់នៅ4ឆ្នាំ5ឆ្នាំអញ្ចឹងសំណួរថាឥឡូវមួយខែយើងចំណាយអស់ជាង$2000ហើយបើសិនមួយឆ្នាំអស់ប្រមាណហើយការដែលយើងរស់នៅ4 5ឆ្នាំយើងចំណាយអស់ប្រមាណចុះបើសិនទ្រព្យសម្បត្តិយើងអត់មានតម្រាំតែយើងបាត់បង់ជីវិតទ្រព្យសម្បត្តិទាំងអស់ត្រូវអស់ទី2ត្រូវតាធ្វើការ transplant យកកលៀនអ្នកល្អយកមកអបជាមួយកលៀនដែលយើងខូចហើយគេឲ្យកលៀនល្អមកធ្វើការចំនួនកលៀនខូចអញ្ចឹងការ transplant នេះក៏ចំណាយលុយអស់4-50000អាចទៅរហូតដល់$10,000ចុះបើសិនការ transplant ហើយអត់ទទួលបានលទ្ធផលអញ្ចឹងយើងស្លាប់ដូចគ្នាអញ្ចឹងត្រឡប់មកវិញថាការពារសុខភាពប្រសើរជាងការព្យាបាលទី1យើងព្យាបាលបានល្អយើងទទួលបានសុខត្រឡប់មកផ្ទះវិញការព្យាបាលមិនបានល្អមិនបានត្រឹមត្រូវហើយការព្យាបាលមិនទាន់ពេលហើយពេលខ្លះជំងឺយើងក៏វាធ្ងន់ដែរអញ្ចឹងការព្យាបាលអត់ទទួលបានលទ្ធផលអាចធ្វើយើងពិការឬក៏បាត់បង់ជីវិតអញ្ចឹងចង់ជំរាបប្រាប់បងប្អូនថាជំងឺខ្លះយើងអាចការពារខ្លួនឯងបានអញ្ចឹងបងប្អូនដែលមិនទាន់មានបញ្ហាសុខភាពដដែលរៀងរាល់3ខែម្ដងទៅពិនិត្យសុខភាពយូរបំផុត6ខែខ្ញុំនៅតែទទួលបានពាក្យថាទៅពិនិត្យសុខភាពធ្វើអីទៅអស់តែលុយហ្នឹងចាំថ្ងៃណាឈឺចាំទៅចាំថ្ងៃណាថ្ងៃនោះទៅតែមើលទៅឃើញនាំតែភ័យតែមើលឃើញនាំតែទៅគ្រូពេទ្យឲ្យថ្នាំនេះឲ្យថ្នាំនោះអញ្ចឹងសួរត្រឡប់មកថាសុខភាពរបស់យើងបើសិនយើងមិនដឹងតើឲ្យអ្នកណាដឹងជំនួសយើងវាមិនអាចមើលពីក្រៅទៅដឹងថាអូមានបញ្ហាថ្លើមមានបញ្ហាលើខ្លាញ់មានបញ្ហាលើសៀតវាអាចទេពុកម៉ែបងប្អូនចាំបាច់ត្រូវតែទៅជួបជាមួយគ្រូពេទ្យហើយគ្រូពេទ្យនឹងត្រូវតែជាគ្រូពេទ្យឯកទេសតែមានវិជ្ជាជីវៈត្រឹមត្រូវក្នុងការប្រឹក្សាជូនអញ្ចឹងត្រឡប់មកថាជំងឺកលៀនគឺជាជំងឺដែលយើងអាចការពារបានទោះបីវាមិនបាន100%ក៏វាបាន70ទៅ80%ដែរទី1អាហារកំប៉ុងសូមពុកម៉ែបងប្អូនបញ្ឈប់បាទអាចបញ្ឈប់បានបញ្ឈប់ហើយកូនចៅរបស់យើងដូចគ្នាដែរភេសជ្ជៈពៅកម្លាំងអាហារកំប៉ុងនេះបើសិនអាចឈប់បានឈប់ទៅពុកម៉ែបងប្អូនទី2អាហារផ្សែងហើយនឹងគ្រឿងស្រវឹងបាទអាចបន្ថយបានបន្ថយអាចបញ្ឈប់បានបញ្ឈប់ម្ដងម្កាលដែលយើងមិនអាចនឹងឈប់បានព្រោះអីវាជាចំណែកមួយក្នុងការតំណាក់តំណងក្នុងសង្គមយើងមិនអាចបញ្ឈប់បានទេតែគួរតែបន្ថយឲ្យនៅកម្រិតមួយតិចបំផុតទី3អាហារផ្អែមនិងទី4អាហារប្រៃបាទយើងបន្ថយទៅសុខភាពរបស់យើងបាទព្រោះការផ្អែមឲ្យប្រៃនេះគឺជាចំណែកមួយដែលធ្វើឲ្យសរសៃឈាមយើងមានបញ្ហាធ្វើឲ្យ metabolism ក្នុងរាងកាយរបស់យើងមានបញ្ហាអញ្ចឹងនៅពេលដែល metabolism យើងខូចហើយគ្រប់យ៉ាងរបស់សរីរាង្គរបស់ទាំងមូលខូចដូចគ្នាអញ្ចឹងពីខ្ញុំទៅវិញចង់ជំរាបប្រាប់បងប្អូនថាជំងឺកលៀនជាជំងឺដែលយើងអាចការពារបានហើយនៅពេលដែលយើងឈឺហើយការព្យាបាលគឺពិបាកក្នុងការព្យាបាលទី1ការព្យាបាលដោយការលាងឈាមនិងទី2ការព្យាបាលដោយការធ្វើ transplant បាទយកកលៀនថ្មីមកអបហើយការព្យាបាលចំណាយលុយច្រើនណាស់ពុកម៉ែបងប្អូនអញ្ចឹងពីខ្ញុំទៅវិញសង្ឃឹមថាចំណេះដឹងមួយនេះជួយដល់ពុកម៉ែបងប្អូនជាចំណែកដើម្បីធ្វើយ៉ាងណាឲ្យសុខភាពរបស់យើងល្អក្នុងក្រុមគ្រួសារយើងសហគមន៍យើងសង្គមជាតិរបស់យើងគឺពោពេញទៅដោយអ្នកដែលមានសុខភាពល្អអាយុវែងទាំងអស់គ្នាបាទពីខ្ញុំដុកទ័រគីមអរគុណជំរាប